ដំណឹងល្អតាមម៉ាថាយអ្នកដែលខឹងនឹងនិយាយពាក្យអាក្រក់ដាក់អ្នកដទៃព្រះជាម្ចាស់នឹងជំនុំជម្រះអ្នកដែលជេរអ្នកដទៃថាអាល្ងង់នឹងទ្រីបោះទៅក្នុងភ្លើងនរកបើអាចធ្វើបានចូលប្រញាប់ទៅជឿនីជាមួយអ្នកដទៃជាមុនសិនប្រសិនបើបងប្អូនមើលនរណាម្នាក់តាមរយៈទូរទស្សន៍ទស្សនាវដ្តីសៀវភៅឬទូរស័ព្ទដៃហើយមានចិត្តស្រើបស្រាលគ្រាន់តែសម្លឹងមើលដោយចិត្តតណ្ហាបែបនេះព្រះជាម្ចាស់ចាត់ទុកថាបងប្អូនបានផិតក្បត់ជាមួយគេក្នុងចិត្តហើយកុំតតាំងជាមួយមនុស្សអាក្រក់បើគេទះកំភ្លៀងខាងស្ដាំចូលងាកខាងឆ្វេងឲ្យគេទះថែមទៀតបើមាននរណាម្នាក់ចង់បាងអាវក្នុងរបស់បងប្អូនចូលឲ្យទាំងអាវក្រៅទៅគេផងបើគេបង្ខំឲ្យបងប្អូនដើរ 1.5 គីឡូម៉ែត្រចូលស្ម័គ្រចិត្តដើរជាមួយគេរហូតដល់ 3 គីឡូម៉ែត្រមានន័យថាបើមាននរណាម្នាក់ចង់បានអ្វីពីយើងកុំសួរដេញដោលច្រិនចូលផ្ដល់ឲ្យគេលើសពីអ្វីដែលគេចង់បានទៅទៀតបើមាននរណាម្នាក់សុំអ្វីពីបងប្អូនចូលឲ្យគេទៅដោយឥតគិតថ្លៃបើមាននរណាម្នាក់មកខ្ចីអ្វីមួយកុំនិយាយថាអត់បានទេឬចាន់គិតមើលសិនឬចាន់មកថ្ងៃក្រោយអីចូលឲ្យគេខ្ចីនៅពេលនោះភ្លាមទៅកុំធ្វើបុណ្យឬប្រតិបត្តិសាសនាដើម្បីតែបង្អត់ភ្នែកអ្នកដទៃពេលចង់ជួយអ្នកក្រចូលជួយដោយសម្ងាត់កុំឲ្យនរណាដឹងឡើយមិនត្រូវបណ្ដោយឲ្យមនុស្សលោកដឹងហើយសរសើរយើងនោះទេត្រូវខំប្រឹងយ៉ាងណាឲ្យតែមានព្រះជាម្ចាស់មួយព្រះអង្គគត់ដែលជៀបដឹងពីអំពើល្អរបស់យើងត្រូវអធិដ្ឋានទូលថ្វាយព្រះជាម្ចាស់ដោយសង្ងាត់នៅក្នុងបន្ទប់បិទជិតមិនត្រូវអួតប្រាប់គេថាខ្លួនជាអ្នកអធិដ្ឋានច្រើនហើយក៏មិនត្រូវមានចិត្តអំនួតដោយប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដែរកុំដើរប្រកាសប្រាប់គេថាខ្ញុំតមអាហារច្រើនណាស់ឬបណ្ដោយឲ្យគេសរសើរយើងឡើយការដែលយើងតមអាហារគឺមានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលត្រូវជ្រាបដឹងកុំចង់បានការទទួលស្គាល់ឬការសរសើរពីមនុស្សលោកចំពោះការខិតខំក្នុងក្រុមជំនុំបើធ្វើបែបនេះបងប្អូននឹងមិនបានទទួលរង្វាន់នៅស្ថានសួគ៌ឡើយវិធីតែមួយដើម្បីទទួលរង្វាន់ពីព្រះជាម្ចាស់គឺការធ្វើអំពើល្អដោយសម្ងាត់ព្រះជាម្ចាស់ជ្រាបរួចជាស្រេចហើយថាបងប្អូនត្រូវការអ្វីបំផុតដូច្នេះបងប្អូនមិនបាច់អធិដ្ឋានទាមទារសុំអ្វីសម្រាប់ខ្លួនឯងពេកនោះទេផ្ទុយទៅវិញចូលខំប្រឹងអធិដ្ឋានសុំឲ្យព្រះរាជរបស់ព្រះអង្គបានរីកសាយអន្លើផែនដីនេះហើយសុំឲ្យមនុស្សលោកធ្វើអំពើល្អនិងអំពើសុចរិតតាមរបៀបរបស់ព្រះអង្គវិញនោះអ្វីដែលបងប្អូនត្រូវការនឹងត្រូវបានបំពេញមកវិញតាមវិធីរបស់ព្រះអង្គរឿងអនាគតមិនទាន់មកដល់ទេដូច្នេះមិនបាច់បារម្ភឡើយមិនបាច់រៀបចំផែនការតាមចិត្តខ្លួនឯងឬត្រៀមលក្ខណៈតាមរបៀបផ្ទាល់ខ្លួនពេកនោះទេគ្រាន់តែរស់នៅថ្ងៃនេះឲ្យអស់ពីសមត្ថភាពតាមអ្វីដែលព្រះជាម្ចាស់សពព្រះハរតីទៅបានហើយកុំរិះគន់ឬវិនិច្ឆ័យអ្នកដទៃបើចង់បានអ្វីពីអ្នកដទៃមានវិធីល្អមួយគឺត្រូវផ្ដល់អ្វីដែលយើងចង់បាននោះទៅឲ្យគេមុនសិនបើចង់បានសេចក្តីស្រឡាញ់ចូលផ្ដល់សេចក្តីស្រឡាញ់មុនបើចង់បានការយកចិត្តទុកដាក់ចូលយកចិត្តទុកដាក់ចំពោះគេមុនតើជានរណាក៏ដោយមនុស្សមិនស្គាល់គ្នាគ្រួសារមិត្តភក្តិឬសត្រូវប្រសិនបើបងប្អូនផ្ដល់អ្វីដែលខ្លួនចង់បានទៅឲ្យគេនោះអ្វីទាំងនោះនឹងត្រូវត្រឡប់មករកបងប្អូនវិញជាមិនខានត្រូវប្រយ័ត្នឲ្យមែនតែនពេលប្រាប់ពីហេតុការណ៍ទៅមុខដេញអរឹកឬធ្វើអភយុហេតុរឿងទាំងនោះមិនត្រូវคล้ายជាកិត្តិយសរបស់ខ្លួនឯងហើយក៏មិនត្រូវធ្វើដើម្បីចង់បានកម្រៃដែរទោះបីជាព្រះជាម្ចាស់អនុញ្ញាតឲ្យប្រើអំដៅទាំងនោះប៉ុន្តែបើបងប្អូនប្រើវាដើម្បីឲ្យគេសរសើរដើម្បីលើកតម្កើងខ្លួនឯងឬដើម្បីបានលុយកាក់នោះទោះបីជាមនុស្សបានជាសះអរឹកចេញអស់ឬគេបានឃើញអភយុហេតុក៏ដោយក៏វាคล้ายជាអំពើអាក្រក់សម្រាប់បងប្អូនហើយព្រះជាម្ចាស់នឹងជំនុំជម្រះអំពើនោះខ្ញុំមានអំណាចអត់ទោសបាបបើបងប្អូនអត់ទោសបាបឲ្យអ្នកដទៃព្រះជាម្ចាស់ក៏នឹងអត់ទោសបាបឲ្យអ្នកនោះដែរហើយព្រះជាម្ចាស់
គោនឹងប្រទានសេចក្តីមេត្តាករុណាដល់បងប្អូនយ៉ាងបរិបូរណ៍អ្នកណាដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូវនៅចំពោះមនុស្សលោកនៅស្ថានសួគ៌ព្រះយេស៊ូវក៏នឹងមានបន្ទូលទៅកាន់ព្រះជាម្ចាស់ថាព្រះអង្គមិនស្គាល់អ្នកនោះវិញដែរការនិយាយថាការងាររបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាអំពើមារសត្រូវឬការចាត់ទុកអ្នកដែលបានប៉ះពាល់ព្រះវិញ្ញាណថាជាមនុស្សចម្លែកឬត្រីអរិតចូលគឺជាបាបដែលមិនអាចអត់ទោសឲ្យបានឡើយរាល់បាបទាំងអស់បើមានការប្រែចិត្តនឹងត្រូវបានអត់ទោសពីព្រះជាម្ចាស់ភ្លាមប៉ុន្តែបើប្រមាថមើលងាយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធថាជាអំពើអារឹកនោះនឹងមិនទទួលបានការអត់ទោសជាដាច់ខាតនៅថ្ងៃជំនុំជម្រះសូម្បីតែពាក្យសម្ដីបន្តិចបន្តួចដែលយើងបាននិយាយក៏ព្រះអង្គនឹងសួរដេញដោលរកខុសត្រូវដូច្នេះត្រូវពិនិត្យពាក្យសម្ដីដែលចេញពីមាត់ហើយបើដឹងថាខុសត្រូវប្រែចិត្តភ្លាមនគរស្ថានសួគ៌មិនមែនសម្រាប់អ្នកដែលគ្រាន់តែជឿលើព្រះយេស៊ូវប៉ុណ្ណោះទេប៉ុន្តែសម្រាប់អ្នករស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គយើងត្រូវអធិដ្ឋានសុំឲ្យព្រះអង្គចាត់មនុស្សមកជួយធ្វើការងាររបស់ព្រះជាម្ចាស់នៅលើផែនដីនេះឲ្យបានច្រើននេះជាបញ្ជារបស់ព្រះយេស៊ូវការធ្វើជាសិស្សរបស់ព្រះយេស៊ូវគឺត្រូវលះបង់ចោលនៅរបៀបគិតទម្លាប់និងទ្រព្យសម្បត្តិទាំងអស់ហើយអនុវត្តតាមអ្វីដែលព្រះអង្គបង្គាប់ព្រះយេស៊ូវនឹងបញ្ជូនអ្នកដែលធ្វើអំពើល្អទៅស្ថានសួគ៌ហើយអ្នកធ្វើអំពើអាក្រក់ទៅនរកតើអំពើអាក្រក់គឺអ្វីទៅគឺគំនិតអាក្រក់ការសម្លាប់មនុស្សរួមទាំងការស្អប់គេក្នុងចិត្តចង់ឲ្យគេស្លាប់ការផិតក្បត់ការប្រព្រឹត្តខុសខាងផ្លូវចិត្តការលួចរួមទាំងចិត្តលោភលន់ចំណែននឹងរបស់គេការកុហករួមទាំងការសន្យាថានឹងធ្វើតែមិនធ្វើនិងការបង្កាច់បង្ខើបនិយាយដើមគេឬនិយាយរឿងមិនពិតដែលមិនទាន់ដឹងច្បាស់មនុស្សបែបនេះត្រូវតែប្រែចិត្តជាបន្ទាន់ហើយកែប្រែជីវិតឲ្យរស់នៅបានត្រឹមត្រូវឡើងវិញអ្នកដែលចាត់ទុកខ្លួនឯងថាជាអ្នកតូចបំផឹកហើយមានចិត្តដាក់ខ្លួនទើបបានចូលនគរស្ថានសួគ៌ចូលប្រព្រឹត្តល្អចំពោះក្មេងៗមើលថែនិងស្រឡាញ់ពួកគេការទទួលស្វាគមន៍ក្មេងៗគឺស្មើនឹងទទួលស្វាគមន៍ព្រះយេស៊ូវដែរក្មេងៗតែងតែមានទេវតានៅក្បែរចាំរាយការណ៍គ្រប់យ៉ាងថ្វាយព្រះជាម្ចាស់ដូច្នេះមិនត្រូវធ្វើបាបឬធ្វើឲ្យពួកគេឈឺចាប់ឡើយព្រះជាម្ចាស់សពព្រះハរតីយ៉ាងខ្លាំងចំពោះអ្នកដែលបម្រើអ្នកដទៃដាក់ខ្លួនជាអ្នកបម្រើនិងអ្នកដែលលើកតម្កើងអ្នកដទៃដែលលាក់ខ្លួនឯងចិត្តដាក់ខ្លួនបែបនេះហើយជារង្វាន់ដ៏ធំនៅស្ថានសួគ៌ការបម្រើក្នុងព្រះវិហារដើម្បីឲ្យគេដឹងមិនមែនជារង្វាន់ទេបើយើងបានទទួលការសរសើរពីមនុស្សហើយនោះរង្វាន់នឹងមិនត្រូវបានរកទុកនៅស្ថានសួគ៌ឡើយអ្នកដែលលើកតម្កើងអ្នកដទៃចេញពីចិត្តដាក់ខ្លួនឯងទាបបំផុតហើយលាក់បង់ដើម្បីជួយអ្នកដទៃឲ្យបានល្អប្រសើរឡើងគឺជាអ្នកដែលទទួលរង្វាន់ខ្ពស់បំផុតនៅស្ថានសួគ៌ដូច្នេះមិនបាច់ចង់ធ្វើជាគ្រូគង្នាឬជាអ្នកដឹកនាំក្នុងលោកីយ៍នេះទេដើម្បីឲ្យគេគោរពកោតខ្លាចឡើយយើងទាំងអស់គ្នាជាបងប្អូននឹងគ្នាពេលព្រះជាម្ចាស់ជំនុំជម្រះអ្នកដែលមានតួនាទីខ្ពស់នឹងត្រូវទទួលខុសត្រូវហើយស្ដីបន្ទោសច្រើនជាងគេទោះមិនមានបុណ្យស័ក្តិអ្វីត្រូវរាប់អានអ្នកជឿទាំងអស់ជាបងប្អូនដ៏មានតម្លៃបើយើងល្អដាក់តែអ្នកមានបុណ្យស័ក្តិគ្រូគង្នាចាស់ធំឬអ្នកមានទ្រព្យសម្បត្តិនោះមិនមែនជាសេចក្តីស្រឡាញ់ពិតប្រាកដឡើយមនុស្សបែបនោះនឹងត្រូវជំនុំជម្រះថាជាមនុស្សអាក្រក់ដើម្បីទទួលបានជីវិតអស់ជានិច្ចមិនត្រូវចំពាក់ចិត្តនឹងផ្ទះសម្បែងដែលខ្លួនរស់នៅឡើយមិនត្រូវចំពាក់ចិត្តឬស្រឡាញ់គ្រួសារខ្លួនឯងខ្លាំងពេកនោះរហូតទៅដល់ថ្នាក់លឹះលប់ឡើយមិនត្រូវដាក់អតិភិភាពខ្លាំងលើការងារដែលរកលុយឲ្យយើងនោះទេត្រូវលះបង់ការចងចាប់ជាពិសេសជាមួយផ្ទះគ្រួសារនិងការងារនេះហើយត្រូវរៀនស្រឡាញ់មនុស្សគ្រប់គ្នានិងចេះផ្ដល់អ្វីដែលខ្លួនមានដើម្បីក្តីសុខនៃអ្នកដទៃហើយត្រូវស្រឡាញ់ព្រះជាម្ចាស់ដោយចិត្តបែបនោះដែរតែបងប្អូនចង់ធ្វើល្អចំពោះព្រះយេស៊ូវដែរឬទេមានវិធីមួយគឺការធ្វើល្អចំពោះមនុស្សដ៏ទាបបំផុតដែលមិនអាចផ្ដល់អ្វីតបស្នងមករកយើងបានឡើយពេលឃើញអ្នកក្រឬឮថាមានអ្នកក្រចូលផ្ដល់អ្វីដែលគេត្រូវការបើអ្នកចម្លែកថាគ្មានកន្លែងសម្រាកចូលរកកន្លែងឲ្យគេស្នាក់នៅបើគេមិនមានសម្លៀកបំពាក់
ចូលដោះឲ្យយើងឲ្យគេស្លៀកហើយបើគេឈឺចូលជួយគេឲ្យអស់ពីចិត្តទាំងកម្លាំងកាយនិងកម្លាំងទ្រព្យចូលទៅសួរសុខទុក្ខអ្នកដែលនៅក្នុងគុកបើបងប្អូនធ្វើបែបនេះចំពោះអ្នកដទៃព្រះជាម្ចាស់នឹងតបស្នងមកបងប្អូនវិញនៅអ្វីៗដែលល្អៗច្រើនលើសលប់អ្នកដែលជឿថាព្រះយេស៊ូវជាព្រះអម្ចាស់នឹងទទួលបុណ្យជំនួសនិងត្រូវបានសង្គ្រោះចំពោះអ្នកដែលទទួលព្រះយេស៊ូវជាព្រះអម្ចាស់ដោយចិត្តស្មោះព្រះជាម្ចាស់នឹងប្រទានបុណ្យជំនួសដោយព្រះវិញ្ញាណគឺព្រះអង្គបោះត្រាបញ្ជាក់ថាអ្នកជារបស់ខ្ញុំ